បាទថ្មីដែរក្រុមហ៊ុន Chengdu Aircraft Industry Group ដែលផលិតយន្តហោះប្រភេទ J10C កំពុងតែមានតម្លៃភាគហ៊ុនហក់ឡើងយ៉ាងខ្លាំងហើយមូលហេតុសំខាន់ដែលធ្វើឲ្យទីផ្សារក្រុមហ៊ុនហក់ឡើងគឺដោយសារតែសង្គ្រាមរវាងប៉ាគីស្ថាននិងឥណ្ឌាដូច្នេះដើម្បីឲ្យដឹងកាន់តែច្បាស់តោះយើងទៅតាមដានទាំងអស់គ្នាយន្តហោះចម្បាំង J10C របស់ចិនគឺជាការវិវត្តថ្មីនៃយន្តហោះចម្បាំងមុខងារចម្រុះដែលផលិតដោយក្រុមហ៊ុន Chengdu Aircraft Corporation ដែលជាក្រុមហ៊ុនផលិតយន្តហោះនៅក្នុងប្រទេសចិនយន្តហោះនេះដែរគឺត្រូវបានរចនាឡើងដើម្បីឲ្យវាអាចមានសមត្ថភាពប្រយុទ្ធគ្រប់កលៈទេសៈដែលវាអាចប្រយុទ្ធពីអាកាសទៅអាកាសនិងពីអាកាសមកដីវាបំពាក់ទៅដោយប្រព័ន្ធបញ្ជាលើមុខ Fly by Wire ដែលយន្តហោះនេះដែរគឺបំពាក់ទៅដោយអាវុធប្រភេទចម្ងាយឆ្ងាយ PL-15 និងអាវុធរយៈចម្ងាយខ្លីប្រភេទ PL-10 និងអាចផ្ទុកអាវុធរហូតដល់7តោនសម្រាប់ការប្រើប្រាស់នៅក្នុងសង្គ្រាមនៅខែឧសភាឆ្នាំ2025យន្តហោះ J10C បានចូលរួមនៅក្នុងការប្រយុទ្ធនៅលើអាកាសរវាងប្រទេសប៉ាគីស្ថាននិងឥណ្ឌាយន្តហោះ J10C របស់ប៉ាគីស្ថានបានប្រើអាវុធ PL-15 ដើម្បីបាញ់ទម្លាក់យន្តហោះ Rafale របស់ឥណ្ឌានេះជាការបង្ហាញសមត្ថភាពនៃយន្តហោះចម្បាំងរបស់ចិននៅក្នុងស្ថានភាពប្រយុទ្ធពិតប្រាកដប៉ាគីស្ថានបានទិញយន្តហោះចម្បាំង J10C ដើម្បីបំពេញតម្រូវការប្រយុទ្ធអាកាសការប្រើប្រាស់យន្តហោះនេះបានបង្ហាញពីការជឿជាក់លើបច្ចេកវិទ្យារបស់ប្រទេសចិន J10C មានបញ្ហាផ្នែកម៉ាស៊ីន WS-10B ដែលអាចបណ្ដាលឲ្យមានការបញ្ឈប់ដំណើរការដោយសារបញ្ហាគុណភាពប៉ុន្តែការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗកំពុងត្រូវបានអនុវត្តដើម្បីដោះស្រាយបញ្ហានេះ J10C គឺជាយន្តហោះចម្បាំងទំនើបដែលបង្ហាញសមត្ថភាពនៅក្នុងការប្រយុទ្ធអាកាសការប្រើប្រាស់ក្នុងសង្គ្រាមពិតប្រាកដបានបង្ហាញពីសមត្ថភាពនៃបច្ចេកវិទ្យារបស់ចិនបើទោះបីជាមានបញ្ហាបច្ចេកវិទ្យាខ្លះៗក៏ដោយក៏ការអភិវឌ្ឍបន្តនៃយន្តហោះនេះអាចនឹងធ្វើឲ្យវាក្លាយជាជម្រើសសម្រាប់ប្រទេសជាច្រើនក្នុងអនាគតប្រទេសចិនបានអភិវឌ្ឍយន្តហោះត្រកូល J គឺចាប់ពីឆ្នាំ1688 J10C គឺជាចំនួនទី3ដែលបានចេញជាផ្លូវការនៅក្នុងឆ្នាំ2013បានចូលបំពេញបេសកកម្មនៅក្នុងកងទ័ពអាកាសចិននៅឆ្នាំ2018គិតមកទល់ពេលនេះមិនទាន់មានឯកសារផ្លូវការណាមួយបញ្ជាក់ថា J10C ចំនួនថ្មីបានធ្លាក់នៅក្នុងសកម្មភាពសង្គ្រាមឬការហោះហើរបណ្ដោះអាសន្ននោះទេសប្តាហ៍ថ្ងៃនេះដែរប្រទេសដែលកំពុងប្រើប្រាស់ J10C គឺប្រទេសចិននិងប៉ាគីស្ថានចំណែកឯប្រទេសផ្សេងទៀតដែលកំពុងចាប់អារម្មណ៍នៅក្នុងការប្រើប្រាស់មានដូចជាអេស៊ីប អាល់ហ្សេរីនិងអ៊ីរ៉ង់